ជាតិមុនសង្ស័យតាមតែបានផឹករេទេមកទៅបានជាតិនេះហ៎និយាយថាក្លៀនផឹកកាហ្វេរាល់ថ្ងៃហ្មងញៀនក៏មិនចាំជាញៀនដែរគ្រាន់តែថាយើងអត់វាអត់បានហើយធ្វើកាហ្វេពងមាន់តាមវិធីនេះទៀតទេបងប្អូនអើយនឹងជាតិមានតែ fin ឆុងកាហ្វេទូចៗអញ្ចឹងបងប្អូនឆុងញ៉ាំម្នាក់ឯងក៏បានកាហ្វេយើងអាចរើសតាមម៉ាកដែលយើងចូលចិត្តជាប្រភេទកាហ្វេសម្រាប់ឆុង fin យើងដាក់ពងមាន់ស្រែទៅបងប្អូនបានឈ្ងុយល្អកាហ្វេឆុង fin នេះបើសិនយើងញ៉ាំគ្នាច្រើនយើងដាក់3 ស្ព្រាបាយធំ fin ដែលយើងមុននឹងយកមកឆុងត្រូវស្រោះទឹកក្តៅវាបន្តិចសិនបងប្អូនដើម្បីឲ្យវាមានជាតិសំណើមនៅក្នុងហ្នឹងហើយ fin របស់យើងក្តៅល្អដាក់កាហ្វេចូលរួចយើងចាក់ទឹកក្តៅចូលបន្តិចសិនចាក់មកចូលកាហ្វេបងប្អូនឲ្យទឹកនឹងស្រក់អស់លីងហ្មងណានៅពេលដែលកាហ្វេរបស់យើងស្រក់អស់ស្ងួតបែបនេះហើយបងប្អូនចាប់ផ្ដើមចាក់ទឹកក្តៅចូលម្ដងទៀតទឹកក្តៅនេះតក្តៅខ្លាំងហើយបានពេលយើងឆុងទៅកាហ្វេរបស់យើងស្រក់ចេញមកអស់ហើយវាមានក្លិនឈ្ងុយបាត់គម្របទុកសិនទៅចន្លោះពេលរងចាំមកញ៉ាំទឹកដោះគោសូណាជ្រ៉លមួយសិនបើថាយើងអស់កម្លាំងវិញញ៉ាំសូណាជ្រ៉លមួយកែវធ្វើឲ្យយើងមានកម្លាំងភ្លាមជួយការពារជំងឺពុកឆ្អឹងបើសិនជាមនុស្សចាស់ពិសាវិញជួយឲ្យឆ្អឹងរបស់គាត់រឹងមាំល្អមិនត្រឹមតែល្អសម្រាប់សុខភាពទេរសជាតិឆ្ងាញ់យកមកដាក់លាយជាមួយកាហ្វេទៀតវាមានជាតិខ្ទិះហើយឈ្ងុយត្រូវក្លិនគ្នាហ្មងកាហ្វេនេះបើសិនយើងឆុងញ៉ាំម្នាក់ឯងយើងស្រោះ fin នឹងមកទឹកសិនហើយសម្រាប់ម្សៅកាហ្វេចូល2 ស្ព្រាបាយឆុងដូចតែគ្នាទេបងប្អូនគ្រាន់តែថាបរិមាណកាហ្វេនិងបរិមាណទឹកយើងដាក់ខុសគ្នាយើងដាក់កាហ្វេតិចអញ្ចឹងទឹកក្តៅដែលយើងដាក់ក៏តិចដូចគ្នា fin ទូចនេះស្រួលឆុងជាង fin ធំដោយសារតែយើងឆុងតែ20លីត្រនេះវាស្រក់មកអស់ហើយក្លិននឹងឈ្ងុយល្អមែនតែនបន្តមកចាប់ផ្ដើមមកវាយពងមាន់បងប្អូនអាចដាក់ពងមាន់បានក្របក៏បានដែរតាមយើងចូលចិត្តអាចវាយបានចាប់ពី1គ្រាប់ឡើងទៅរួចយើងដាក់ទឹកដោះគោខាប់ចូលបន្តិចមកឆ្ងាញ់ណាស់បងប្អូនពងមាន់ស្រែដាក់ជាមួយទឹកដោះគោខាប់វាយវារៀងឡើងបន្តិចចឹងក្លិននឹងឈ្ងុយមែនតែនហើយបើថាសម្រាប់វាយរបស់ខ្ញុំនេះវាខ្នាតតូចបងប្អូនអញ្ចឹងវាយវាអត់ទៅចឹងបើសិនជាបងប្អូនទិញសម្រាប់វាយហ្នឹងអាចតេស្តមើលសិនទៅប្រយ័ត្នខាតព្រោះអីវាយបានតែទឹកដោះគោទេមកវាយជាមួយពងមាន់ចេះចាប់បដ អត់ទៅមុខទេនឹងកម្លោះហើយក៏ដូរប្រើម៉ាស៊ីនធំវិញយើងវាយវាតាមផ្លេតហ្នឹងពងមាន់6គ្រាប់របស់យើងហ្នឹងឡោងល្អមែនតែនពងមាន់របស់យើងហ្នឹងឡោងពេញកែវបឹបពងមាន់ស្រែលាយជាមួយទឹកដោះគោខាប់វាយវាឲ្យឡើងអញ្ចឹងក្លិនឈ្ងុយខ្លាំងណាស់បងប្អូនបន្តមកចាប់ផ្ដើមមកឆុងកាហ្វេដាក់ទឹកដោះគោខាប់ចំនួន20 មីលីលីត្រទឹកកាហ្វេដែលយើងបានឆុងរួចនេះចំនួន70 មីលីលីត្រទឹកដោះគោស្រស់សូណាជ្រ៉លចំនួន50 មីលីលីត្រចាំលាយកាហ្វេនឹងឲ្យផ្អែមតែម្ដងទេដោយសារតែពងមាន់របស់យើងមិញវារៀងផ្អែមស្រាប់ហើយបើថាចង់លេងម៉ូតបងប្អូនអាចបៀកកែវចេះទៅបន្ទាប់មកចាំយើងដាក់ទឹកកកចូលថ្ងៃនេះមិនរោភ្លៀងទាំងព្រឹកបានកាហ្វេពងមាន់មួយកែវចឹងទៅនិយាយថាជាដាក់ទឹកកកឲ្យពេញកែវហើយចាក់កាហ្វេចូលមកកាហ្វេពងមាន់នេះស្រួលធ្វើមែនតើចង់ធ្វើញ៉ាំចឹងមានតែ fin នៅផ្ទះយើងអាចឆុងកាហ្វេបានហើយបើសិនជាបងប្អូនមាន fin ឆុងកាហ្វេនៅផ្ទះស្រាប់ខមមិនប្រាប់មកវីដេអូក្រោយៗទៀតខ្ញុំចេញមិននុយកាហ្វេឲ្យបានច្រើនថប់ ទៅជាមួយពងមាន់ចឹងទៀតទៅកាហ្វេរបស់យើងរត់តែឈ្ងុយក្រោយៗទៀតខ្ញុំធ្វើដូចគ្នាអញ្ចឹងមិនបាច់ចាំប្រើទឹកដោះគោខាប់ច្រើនទេបងប្អូនតែប៉ុណ្ណឹងរសជាតិផ្អែមសមល្មមហីយើងដាក់ទឹកកកឲ្យច្រើនចឹងទៅចាក់កាហ្វេមកនេះអើយមើលឃើញពណ៌ឡើងកាហ្វេរបស់យើងឆុងចឹងទៅចាស់ល្អណាស់កាហ្វេឡើងស្អាតហ្មងយើងចាក់កាហ្វេចូលអស់ហើយយើង topping ជាមួយនឹងពងមាន់នៅពេលដែលយើងបានវាយវាឡើងល្អចឹងទៅសភាពវាដូចគ្រីមចុះប៉ុន្តែរសជាតិខុសពីគ្រីមឈ្ងុយហើយខ្ទិះដាក់ជាមួយកាហ្វេទៅក្លិនចូលគ្នាប្លែកមែនតើពងមាន់របស់យើងដែលវាយរួចហ្នឹងពណ៌លឿងស្អាតណាស់ដោយសារតែយើងយកពងមាន់ស្រែមកធ្វើហើយក្លិនរបស់វាឈ្ងុយខ្លាំងដាក់ទឹកកកឲ្យច្រើនទៅហើយកាហ្វេរបស់យើងឆុងរៀងចាស់អែមហ្មងពេលដាក់វាជាមួយកាហ្វេចឹងទៅរបៀបថាបើពងមាន់ហ្នឹងវាត្រជាក់ខ្លាំងហើយខ្ទិះក្លិនវាឡើងឈ្ងុយហត់ញ៉ាំជាមួយកាហ្វេហ្នឹងទៅអត់ដឹងថាក្លិនពងមាន់ក្លិនអីបងប្អូននឹងថាក្លិនហ្នឹងឈ្ងុយប្លែកមែនតើចាក់ពងមាន់ហ្នឹងញ៉ាំរហូតសរុបទៅអស់ចង់5គ្រាប់ម្នាក់ឯងជាពិសេសកាហ្វេរបស់យើងបានលាយជាមួយនឹងទឹកដោះគោស្រស់សូណាជ្រ៉លត្រូវទាំងក្លិនត្រូវទាំងរសជាតិអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា